សួស្តីអ្នកទាំងអស់គ្នាមើលភាគ3ហើយមែនទេឥឡូវចូលភាគ4ទាំងអស់គ្នាមន់ចូលកុំភ្លេចជួយ Subscribe and Like ខ្ញុំបានទាញដាវវែងដែលចម្រាញ់របស់ខ្ញុំចង្អុលវាត្រង់ទៅចុងមហាសមុទ្រហើយក្រហមខ្លាំងចាប់ពីថ្ងៃនេះទៅខ្ញុំនឹងសាងសង់វិមានចល័តមួយនៅលើសមុទ្ររៀបចំខ្លួនចេញដំណើរហើយចាក់ចេញពីតំបន់សមុទ្រដ៏អាក្រក់នេះដោយឃើញតម្រូវការមិនធម្មតានៃបន្ទះឈើចំនួន100,000នៅលើប្លង់មេថ្នាក់ក្មេងស្រីទាំងមូលបានប្រែជាស្លេកស្លាំងដោយការភ័យខ្លាចខ្ញុំសើចខ្លាំងភ្លាមរួចដាក់ប្លង់មេចូលក្នុងកាបូបស្ពាយរបស់ខ្ញុំអ្នកត្រូវញ៉ាំអាហារម្ដងមួយហើយសង់កប៉ាល់ម្ដងមួយការសាងសង់វិមានគឺជាគោលដៅរយៈពេលវែងសម្រាប់ពេលនេះចូលយើងរត់ខ្ញុំបានលាតត្រដាងផែនទីតំបន់សមុទ្រពិភពលោកដ៏អស្ចារ្យនោះអេលេណាធ្វើឲ្យការហាករបស់អ្នកសកម្មភ្នែកដ៏ស្រស់ស្អាតរបស់អាឡេណាបានភ្លឺឡើងហើយទេពកោសល្យលំដាប់សិស្សរបស់នាងបានចាប់គោលដៅភ្លាមចូលទៅកាន់តំបន់សមុទ្រឥន្ធនូបរិស្ថាននៅទីនោះមានស្ថិរភាពអាហារសមុទ្រមានច្រើនក្រៃលែងហើយស្ទើរតែគ្មានសត្វចម្លែកណាមួយវាយប្រហារយ៉ាងសកម្មនោះទេអ្វីដែលសំខាន់បំផុតនោះគឺវត្ថុធាតុដ៏កម្រដែលស្រោបដោយពណ៌ឥន្ធនូដែលត្រូវការដើម្បីសាងសង់វិមានរបស់អ្នកមានតែនៅលើកោះពិសេសនៅទីនោះប៉ុណ្ណោះព្រះជាម្ចាស់ឲ្យតើយើងកំពុងរង់ចាំអ្វីទៀតខ្ញុំបានបោះធនធានភ្លាមដើម្បីសាងសង់កង់កប៉ាល់សាមញ្ញមួយនិងក្តោងដ៏ធំមួយដោយកាន់កង់ត្រជាក់ដោយដៃទាំងពីរអារម្មណ៍នៃការភ្ជាប់ឈាមបានភ្ជាប់នៅក្នុងចិត្តរបស់ខ្ញុំនៅពេលនេះខ្ញុំបានក្លាយជាប្រធានក្រុមពិតប្រាកដម្នាក់អ្នករាល់គ្នាត្រូវក្រោកឈរឡើងគោលដៅនៅភាគអាគ្នេយ៍តំបន់សមុទ្រឥន្ធនូចេញដំណើរខ្យល់បក់ខ្លាំងបានបក់បោកពេញក្តោងកប៉ាល់ Leviathan បានជិះតាមខ្យល់ហើយបំបែករលកដោយនិយាយលាភូមិដ៏អាក្រក់នេះយ៉ាងពេញលេញជាមួយនឹងខ្យល់ដ៏អាប់អួររបស់វាស្នូថាមពលកម្រិតទី2បានដំណើរការយ៉ាងឆ្កួតហើយកប៉ាល់ Leviathan ដែកដែលមានប្រវែង150ម៉ែត្របានឆ្លាក់រលកពណ៌ស្ដុរល្អឥតខ្ចោះនៅលើផ្ទៃសមុទ្របន្ទាប់ពីជិះទូកពេញមួយថ្ងៃនិងមួយយប់យើងបានឆ្លងកាត់របាំងការពារតំបន់សមុទ្រនៅព្រឹកព្រលឹមបន្ទាប់មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទិដ្ឋភាពនៅពីមុខពួកគេទឹកសមុទ្រដែលដូចទឹកខ្មៅបានបាត់ទៅវិញក្រហមទឹកក្រូចលឿងបៃតងខៀវស្រងាត់ទឹកសមុទ្រពណ៌ស្វាយស្រាលបានគ្របដណ្ដប់លើផ្ទៃមហាសមុទ្រស្រស់ស្អាតដូចជាព្រះបានគូសលើក្រអូបមាត់របស់គាត់ខ្យល់ពោពេញដោយក្លិនក្រអូបផ្អែមនិងស្រស់ស្រាយហើយសັບសោតមួយចំនួនថែមទាំងលោតចេញពីទឹកដើម្បីស្វាគមន៍យើងទៀតផងនៅលើនាវាក្មេងស្រីទាំង99នាក់បានផ្អៀងទៅនឹងរនាំងហើយនិយាយគ្នាដោយរំភើបដូចជាក្រុមក្មេងស្រីនៅវិស្មការរដូវផ្ការីកប្រធានក្រុមខ្ញុំមកដល់ហើយលីលីរត់មកជាមួយកាបូបរូនរបស់នាងថ្ងៃដំបូងនៅក្នុងតំបន់សមុទ្រឥន្ធនូខ្ញុំត្រូវតែចាប់សំណាងដ៏ល្អឥតខ្ចោះនាងបិទភ្នែកហើយរអ៊ូតមយ៉ាងឆ្កួតបន្ទាប់ពីអង្រួនវាពីរបីដងថ្មរូនដែលភ្លឺដោយពន្លឺពណ៌ផ្កាឈូកបានធ្លាក់ចេញពេលនាងឃើញរូបចម្លាក់នោះយ៉ាងច្បាស់មុខរបស់នាងប្រែជាក្រហមភ្លឺចែងចាំងហើយនាងក៏ប្រញាប់លាក់វានៅពីក្រោយខ្នងលូណាប្រញាប់ប្រញោលឆក់យកវាហើយអានវារូបចម្លាក់រូបសំណាងដ៏អស្ចារ្យភពសុខទេពធីតាណៃពរជ័យនៃសេចក្តីស្រឡាញ់ខ្យល់រដូវផ្ការីកបក់បោកផ្កាកុលាបដែលរីកស្គុះស្គាយយប់នៃក្តីស្រមៃបានមកដល់ក្រោមពន្លឺព្រះច័ន្ទដ៏មានពណ៌កាន់ដៃគ្នាសារភាពក្នុងភាពមានពណ៌និងអារម្មណ៍តែម្នាក់ឯងក្មេងស្រីជិត100នាក់បានផ្ទុះសំណើចភ្លាមលីលីកំពុងមានសំណាងដូចផ្កាពេះយប់សុបិននោះគឺជាការសូត្រលេខសន្តិសុខសង្គមរបស់ប្រធានក្រុមយើងលីលីខ្មាស់អៀនខ្លាំងណាស់ភ្នែករបស់នាងប្រែជាក្រហមស្ទើរតែយំដោយសារការថប់បារម្ភខ្ញុំបានដើរទៅទាញរូបសញ្ញាចេញពីដៃរបស់លូណាហើយច្របាច់ថ្ពាល់ទន់របស់លីលីយ៉ាងស្រាលខ្មាស់អៀនណាស់តើអ្នកនឹងក្លាយជាព្យាការីដ៏សំខាន់នាពេលអនាគតដោយរបៀបណាមកចុះទុកឲ្យខ្ញុំនាំអ្នកទៅប៉ុមសង្កេតការដើម្បីវឹកហាត់ភាពក្លាហានរបស់អ្នកខ្ញុំចាប់កដៃនាងហើយអូសនាងឡើងទៅលើជាន់ទី2កណ្ដាលសំឡេងចំអករបស់ក្មេងស្រីខ្យល់សមុទ្របក់មកយ៉ាងស្រទន់លីលីបានអន់ក្បាលចុះកដៃរបស់នាងកំពុងរឹតជាប់នឹងជាអាវឯកសណ្ឋានសាលាត្រៀមរបស់នាងយ៉ាងណែនកំភួនជើងទាំងពីរនិងស្បែកជើងសូត្រពណ៌របស់នាងញ័រដូចជាមានម៉ូទ័រដំឡើងរួចជាស្រេចខ្លាចកម្ពស់មែនទេខ្ញុំដើរពីក្រោយនាងដៃខ្ញុំកាន់ស្មានាងដង្ហើមក្តៅវណ្ហរបស់ខ្ញុំផ្លុំចំត្រចៀកនាងលាតទ្រូងចេញងើយក្បាលឡើងតម្រង់ខ្នងរបស់អ្នករាងកាយរបស់នាងតានតឹងភ្លាមបេះដូងរបស់នាងលោតញាប់ខ្លាំងរហូតដល់ហៀបនឹងលោតចេញពីបំពង់ក៏ហេតុអ្វីបានជាជើងរបស់អ្នកនៅតែញ័រភ្នែករបស់ខ្ញុំរំកិលចុះក្រោមដោយចេតនាសម្លឹងមើលកំភួនជើងរបស់នាងដែលរុំដោយសូត្រពណ៌ធ្វើអរិយាបថដូចជាអង្គុយចុះតើជើងរបស់អ្នកស្ពឹកដោយសារឈរយូរពេកទេពួកគេនឹងម៉ាសាវ៉ាឲ្យអ្នកប្រធានក្រុមកុំមើលជើងខ្ញុំនាងខ្មាស់អៀនខ្លាំងណាស់រហូតដល់ហៀបនឹងយំនៅចំណុចដ៏សំខាន់នេះដែលផ្កាភ្លើងអាចបង្កឲ្យមានរឿងកើតឡើងប្រធានក្រុមមើលឲ្យលឿនសំឡេងស្រែកខ្លាំងពីគីឡូនៅជាន់ក្រោមបានរំខានដល់ការប្រើមន្តអាគមរបស់ខ្ញុំមានកោះមួយនៅខាងមុខខ្ញុំបានឲ្យលីលីទៅហើយប្រញាប់ទៅរកនាងកន្លែងដែលសមុទ្រជួបនឹងមេឃគ្រោងនៃកោះពណ៌បៃតងដ៏ធំមួយបានលេចចេញមកភ្លាម
ដោយមានអិនថណុយក្មួយដែលមិនចេះរសាយព្យួរពីលើវាដោយប្រៀបធៀបវាជាមួយផែនទីកោះអិនថនូដែលសម្បូរទៅដោយឈើឆ្កាំងអិនថនូដ៏កម្រមានការប្រែប្រួលថាមពលដែលមិនស្គាល់នៅចំកណ្ដាលស្វែងរកខ្ពស់ទាបតែរកមិនឃើញដោយងាយស្រួលល្បឿនលឿននៅខាងមុខគោលដៅគឺកោះអិនថនូនាវីចម្បាំងបានចូលទៅជិតកោះអេលេណាបានគ្រវីដៃដ៏ស្រស់ស្អាតរបស់នាងហើយកងពលថ្មើរជើងសមុទ្រជ្រៅចំនួន300នាក់បានមុជទឹកក្រោមទឹកដើម្បីស៊ើបការបន្ទាប់ពីបញ្ជាក់ថាឆ្នេរសមុទ្រមានសុវត្ថិភាពខ្ញុំបានចាត់តាំងកងទ័ពភ្លាមសយលូណាក្លូអេនិងសូហ្វីយ៉ាបង្កើតក្រុមកម្រិតខ្ពស់ជាមួយខ្ញុំហើយចុះចតនៅលើកោះយើងទាំង5នាក់បានជិះទូកតូចមួយហើយបោះជំហានទៅលើឆ្នេរខ្សាច់ទន់ផ្កានិងអស្ថកម្របានភ្លឺចែងចាំងស្រាលនៅក្នុងព្រៃត្រូពិកនៅពេលដែលយើងដើរជុំវិញស្លេះថ្លាដូចចាហួយបានលោតចេញពីគុម្ពោតព្រៃដោយមានសញ្ញាសួរមួយលេចឡើងពីលើក្បាលរបស់វាមិនឈ្លានពានទេគ្រាន់តែជាក្រុមមនុស្សថោកទាបដែលលក់ភាពគួរឲ្យស្រឡាញ់នៅពេលដែលមនុស្សគ្រប់គ្នាបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់ពួកគេសំឡេងស្រែកសុំជំនួយពីស្ត្រីម្នាក់ស្រាប់តែឡើងពីខាងមុខខាងឆ្វេងរុញគុំឈើទៅម្ខាងនៅក្បែរក្បូនឈើដែលបាក់បែកដេកលើស្ត្រីម្នាក់ដែលពោះរបស់នាងរហែកចំហពោពេញដោយឈាមនាងបានចាប់ដីដោយអស់សង្ឃឹមដោយប្រើកម្លាំងចុងក្រោយរបស់នាងដើម្បីក្រហមកុំស៊ីផ្លែឈើនៅទីនេះអីអ្នកស៊ីអាហារវានឹងរកអ្នកឃើញមុនពេលនាងនិយាយចប់នាងបានស្លាប់នៅនឹងកន្លែងសំឡេងរោទដ៏គួរឲ្យខ្លាចបានបន្លឺឡើងក្នុងចិត្តខ្ញុំវិនាទីបន្ទាប់ការផ្លាស់ប្ដូរភ្លាមមួយបានកើតឡើងហេស្រមោលខ្មៅមួយលឿនណាស់រហូតដល់ព្រើលបាញ់ចុះពីលើដើមឈើស្ទុះទៅរកកូននាងនៅក្នុងដៃរបស់ក្លូអ៊ីប្រយ័ត្នខ្ញុំមិនមានពេលគិតទេចំណុចទាំង21របស់ខ្ញុំបានផ្ទុះឡើងភ្លាមហើយដូចជាការស្ទាក់បាល់អាមេរិកខ្ញុំបានសង្កត់ឆ្លូយ៉ាងរឹងមាំទៅលើដីនៅខាងក្រោមខ្ញុំសំឡេងស្រែកខ្លាំងសំឡេងខ្យល់បក់ខ្លាំងដូចទម្លុះត្រចៀកបានបោកបក់មកលើស្បែកក្បាលរបស់ខ្ញុំកាត់សក់ជាច្រើនសរសៃស្រមោលខ្មៅបានធ្លាក់មកលើតាមពិតវាជាសត្វកណ្ដូបខ្មៅយក្សដែលធំជាងមនុស្សទៅទៀតជើងមុខរបស់វាដូចកណ្ដៀវភ្លឺចែងចាំងដោយពន្លឺត្រជាក់នៃសេចក្តីស្លាប់ភ្នែកសមាសដ៏ធំរបស់វាសម្លឹងមើលកូននាគដោយស្ងៀមស្ងាត់បំពង់របស់វាលេបទឹកមាត់យ៉ាងអន្ទះសាវាបានចាត់ទុកកូននាគជាគ្រឿងផ្សំលំដាប់កំពូលបេសាច Goldman Mantisolite កម្រិតសុទ្ធតែជាសញ្ញាសួរលើកខែឡើងការពីឆ្លោខ្ញុំក្រហមខ្លាំងសូអ៊ីបានស្រែកឡើងហើយវាខែពំដែកដ៏ប្រណិតរបស់នាងចុះមកលូណាស្រាប់តែប្រែជាមើលមិនឃើញហើយបញ្ចូលគ្នាទៅក្នុងស្រមោលដើមឈើហ៊ានប៉ះកូននាគរបស់ខ្ញុំទៅពួកគេនឹងប្រើអ្នកដើម្បីប្រទានពរដល់ដាវរបស់ខ្ញុំបានទាត់ចុះពីលើដីហើយបានផ្ដួចផ្ដើមការស្ទុះទៅវាប្រហារដង្កូវនាងមិនបាននិយាយអ្វីមិនសមហេតុផលទេដោយកាប់វាដោយក្បាលដាវនិងសំឡេងក្រហមការប៉ះទង្គិចគ្នាដ៏គួរឲ្យស្ញប់ស្ញែងនៃលោហៈខ្ញុំបានបិទភ្នែករបស់វាយ៉ាងរឹងមាំហើយដីនៅក្រោមជើងរបស់ខ្ញុំបានប្រេះបែកកម្លាំងរបស់អ្នកគ្មានអ្វីច្រើនទេសរសៃឈាមវ៉ែននៅលើដៃរបស់ខ្ញុំបានហើមឡើងខ្ញុំបានរុញចំហៀងវាទៅក្រោយដោយកម្លាំងហើយដើរតាមសន្ទុះដើម្បីកាប់កាត់ដោយដាវរបស់ខ្ញុំកែមដាវបានត្រដុសនឹងផ្កាភ្លើងវែងទល់នឹងសម្បកខ្មៅស្រអែមរបស់វាដោយបន្សល់ទុកស្លាកស្នាមពណ៌ការការពារត្រូវបានខូចសត្វក្តានបានឈួតទាំងស្រុងជ្រុងទាំងពីររបស់វាប្រែទៅជាព្រើគ្មានទីបញ្ចប់ដើម្បីបិទកន្លែងដកថយរបស់ខ្ញុំទាំងអស់ខ្ញុំបានដកថយមួយជំហានម្ដងល្បឿនរបស់ខ្ញុំបានរង្គោះរង្គើទាំងស្រុង3ជំហានទៅខាងឆ្វេងមានរន្ធមួយនៅត្រង់សន្លាក់រយៈពេល 0.3 វិនាទីសំឡេងសាស្ត្រាចារ្យស្ងប់ស្ងាត់របស់អាលីណាបានបន្លឺចេញពីឧបករណ៍ទំនាក់ទំនងខ្ញុំបានបោះជំហាន3ជំហានទៅខាងឆ្វេងដោយសភាពគិតហើយចាក់ដាវរបស់ខ្ញុំចូលទៅក្នុងសន្លាក់ដៃរបស់វាយ៉ាងសាហាវទឹកផ្លែឈើពណ៌បៃតងបានបាញ់ចេញមកយ៉ាងសន្ធោសន្ធៅឌីលូណាបានលោតឡើងពីខ្នងរបស់វាដូចជាខ្មោចចាក់ដាវខ្លីរបស់វាត្រង់ចំខាងក្រោយរបស់វាជាលទ្ធផលស្លាបរបស់សត្វចៃនៅលើខ្នងសត្វកណ្ដូបបានញ័រយ៉ាងខ្លាំងផ្ទុះឡើងជាមួយនឹងរលកឆក់ដ៏គួរឲ្យភ័យខ្លាចខ្ញុំបានដកថយមួយជំហានម្ដងល្បឿនរបស់ខ្ញុំបានរង្គោះរង្គើទាំងស្រុង3ជំហានទៅខាងឆ្វេងមានរន្ធមួយនៅត្រង់សន្លាក់រយៈពេល 0.3 វិនាទីសំឡេងសាស្ត្រាចារ្យស្ងប់ស្ងាត់របស់អាលីណាបានបន្លឺចេញពីឧបករណ៍ទំនាក់ទំនងខ្ញុំបានបោះជំហាន3ជំហានទៅខាងឆ្វេងដោយសភាពគិតហើយចាក់ដាវរបស់ខ្ញុំចូលទៅក្នុងសន្លាក់ដៃរបស់វាយ៉ាងសាហាវទឹកផ្លែឈើពណ៌បៃតងបានបាញ់ចេញមកយ៉ាងសន្ធោសន្ធៅឌីលូណាបានលោតឡើងពីខ្នងរបស់វាដូចជាខ្មោចចាក់ដាវខ្លីរបស់វាត្រង់ចំខាងក្រោយរបស់វាជាលទ្ធផលស្លាបរបស់សត្វចៃនៅលើខ្នងសត្វកណ្ដូបបានញ័រយ៉ាងខ្លាំងផ្ទុះឡើងជាមួយនឹងរលកឆក់ដ៏គួរឲ្យភ័យខ្លាចលូណាត្រូវបានខ្យល់បក់បោកភ្លាមដូចជាខ្លែងដែលខ្សែដាច់ធ្លាក់មកលើដើមឈើហើយហូរឈាមស្រស់ស្ថានភាពប្រយុទ្ធបានដួលរំភ្លាមកណ្ដូបបានបក់ស្លាបរបស់វាដើម្បីហោះឡើងចង់រំលងខែប៉មហើយស៊ីកូននាគឈៅនៅពេលនេះពុះពណ៌ផ្កាឈូកដ៏ធំមួយបានធ្លាក់ពីលើមេឃរុំព័ទ្ធសត្វកណ្ដូបនៅលើអាកាសយ៉ាងត្រឹមត្រូវនិងមានសុវត្ថិភាពសូហ្វីទប់ដង្ហើមមុខរបស់នាងឡើងក្រហមធ្វើឲ្យទ្រង់ពុះសកម្មសម្រាប់ការគ្រប់គ្រងហ្វូងមនុស្សយ៉ាងតឹងរ៉ឹង
សត្វកណ្ដូកបានចោះចូលខាងក្នុងយ៉ាងឆ្កួតប៉ុន្តែត្រូវបានជញ្ជាំងពុះរអិលវីបកវិញក្លូអ៊ីដុតវីចោលកូននាគដកដង្ហើមភ្លើងកូននាគតូចបានបើកមាត់របស់វាហើយព្រោះអណ្ដាតភ្លើងនាគពណ៌មាសក្រហមដែលធ្វើឲ្យពុះនោះប្រែក្លាយទៅជាលដែលមានសីតុណ្ហភាពខ្ពស់ភ្លាមសត្វក្អែកបានស្រែកខ្លាំងនៅខាងក្នុងសម្លាប់ចោលអេលេណាបានចេញសារក្រមចុងក្រោយខ្ញុំបានក្តាប់ដាវនោះដោយដៃទាំងសងខាងការវាយប្រហារនោះបានធ្វើឲ្យខូចខាត3ដងរហូតដល់កម្រិតកម្ពូលរាងកាយរបស់ខ្ញុំទាំងមូលបានប្រែទៅជារូបភាពបន្ទាប់បន្សំហោះឡើងលើមេឃកាត់យប់ដោយសារតែការវាយតែម្ដងឈាមពណ៌បៃតងលីឡំជាមួយសរីរាង្គខាងក្នុងបានផ្ទុះឡើងយ៉ាងខ្លាំងដង្កូវនាងយក្សត្រូវបានខ្ញុំកាត់ជាពីរកំណាត់ពីក្បាលដល់ចុងជើងឌីងការសម្លាប់សត្វចម្លែកវោជន់លើកដំបូង Ghosticiera ទទួលបានសម្ភារៈវីរភាពខាងសត្វកណ្ដៀរ Reprimantis ទទួលបានប្រអប់កំណប់ពណ៌ខៀវដ៏ល្អឥតខ្ចោះអស្ចារ្យណាស់ខ្ញុំបានទម្លាក់របស់របររបស់អ្នកពីលើខ្ញុំបានរក្សាទុករបស់របរដែលរឹបអូសបានហើយបានយកលូណាដែលរងរបួសធ្ងន់ត្រឡប់ទៅប៉ាល់វិញភ្លាមត្រឡប់មកលើប៉ាល់វិញភ្នែកក្មេងស្រីទាំង95 4នាក់បានសម្លឹងត្រង់ទៅឃើញប្រអប់ពណ៌ខៀវខ្ញុំបានទាញផ្កាលីលីដែលនៅស្រវាងភ្នែកមកចាប់ដៃតូចរបស់នាងហើយសង្កត់វាទៅលើទ្រូងដោយខ្ចីពរជ័យ Venus របស់អ្នកដើម្បីឧទ្ទិសវាពន្លឺពណ៌ខៀវភ្លឹបភ្លែតរបស់របរលំដាប់កម្ពុជា3សៀវភៅជំនាញការយល់ដឹងអំពីចំណុចខ្សោយផ្ដល់ឱកាសឲ្យមើលឃើញចំណុចខ្សោយរបស់សត្រូវខ្ញុំបានរៀនវាដោយផ្ទាល់ប្លង់មេឃ្លាំងអាវុធកម្រិតទី2ដោះសោឧបករណ៍ទំនើបខ្លឹមសារជីវិតព្យាបាលរបួសបានយ៉ាងឆាប់រហ័សខ្ញុំបានខ្ទាស់មាត់របស់លូណាឲ្យបើកហើយស្រក់សារធាតុជីវិតនៅខាងក្នុង12វិនាទីក្រោយមកឆ្អឹងរបស់នាងបានងើបឡើងវិញហើយនាងក៏អង្គុយឡើងដោយមានសុខភាពល្អពេញលេញហ្វូងមនុស្សទាំងមូលបានសាទរវាថាជាថ្នាំអភូតហេតុយប់កាន់តែជ្រៅភ្លើងជំរុំបានឆាបឆេះនៅលើនាវាហើយក្មេងស្រីកំពុង